មុនដំបូងត្រូវលាងទឹកឲ្យស្អាតហើយត្រាំទុកចំនួន2ម៉ោងក្រោយត្រាំទឹកបាន2ម៉ោងហើយចាក់វាលាងទឹកឲ្យស្អាតបើលាងអត់ស្អាតទេបដោអត់សូវល្អទេហើយយកដៃវែកវាឲ្យស្មើចាំលើកដាក់ចានមួយត្រង់ទឹកពីក្រោមដាក់គម្របគ្របពីលើថ្ងៃទី2ខ្ញុំយកមកលាងទឹកធ្វើដូច្នេះមួយថ្ងៃ2ដងព្រឹកម្ដងល្ងាចម្ដងលើកសម្រស់គ្របទុកថ្ងៃទី3ឃើញថាដោះវែងបានបន្តិចហើយថ្ងៃទី3ខ្ញុំលាងទឹកដូចមុនព្រឹកម្ដងល្ងាចម្ដងហើយគ្របទុកនេះបាន4ថ្ងៃខ្ញុំធ្វើដូចមុនអញ្ចឹងលាងទឹកព្រឹកម្ដងល្ងាចម្ដងហើយគ្រប8ថ្ងៃ9ថ្ងៃថ្ងៃទី10ល្មមអាចដកញ៉ាំបានមុននឹងញ៉ាំខ្ញុំលាងទឹកឲ្យស្អាតសិនហើយសម្រស់ឲ្យស្ងួតប្រហែលជាកន្លះម៉ោងអាចដកញ៉ាំបានហើយអាចដកដាក់ក្នុងកែវជ័រទុកក្នុងទូទឹកកកបាន5ថ្ងៃទៅ6ថ្ងៃសូមអរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូរបស់នាងខ្ញុំជូនពរឲ្យរកស៊ីមានបានមានសុខភាពល្អសំណាងល្អ